ពេជ្រអាទិទេពឬក៏រឿងឌីណានេះគឺជាវីដេអូនៃការប្រកួតលើកមុនបាទជាមួយកីឡាករពេជ្រអាទិទេពបាទនិងកីឡាកររឿងឌីណាណែបងប្អូនយើងបាទជួបគ្នានៅថ្ងៃទី9ស្អែកនេះហើយបងប្អូនយើងណោះបាទថ្ងៃអាទិត្យហ្នឹងហើយបាទបោះមកកែងណែបាទហើយការប្រកួតលើកមុនគឺពេជ្រអាទិទេពគេឈ្នះណែបងប្អូនយើងបាទឥឡូវវីដេអូ highlight ពីខ្ញុំបាទ admin ផានិតណែចូលទៅឲ្យពីពេជ្រអាទិទេពទាត់មួយជើងស្ដាំចូលពុតទឹកពីរឿងនេះណាធាក់មួយជើងឆ្វេងពីរជើងឆ្វេងបោះកែងទៅបាទតែខុសរៀងខ្លួនបាទអ្នកណានឹងខ្លាចជាមកម្ចាស់ខ្សែក្រវ៉ាត់ IPCC អមជាមួយនឹងទឹកប្រាក់បាទ48លានរៀលទាត់មួយជើងស្ដាំចូលកញ្ចឹងកបោះមកកែងកន្លែងនេះបាទចូលឆ្វេងស្ដាំបោះសងមកវិញពីរឿងនេះណាបោះមកដៃស្ដាំកន្លែងនេះហក់បោះកែងស្ដាំអាយយបាទពេជ្រអាទិទេពបាទមកមែនតើបងប្អូនយើងមើលរាងកាយរបស់គាត់នេះបាទមានភាគរយច្រើនសង្ឃឹមលើពេជ្រអាទិទេពនេះសាប់យកឆ្វេងស្ដាំហើយក៏អញ្ញាកដាលោកគ្រូរាប់មួយដល់កចឹងបងប្អូនយើងទូទាយមើលថាណាណៃណោះបាទទូទាយទាំងអស់គ្នាប្រកួតស្អែកនេះហើយទាត់មួយជើងស្ដាំអូសងមកស្ដាំមើលពីរឿងនេះណាបោះមកកែងស្ដាំបាទអញ្ចឹងអរគុណប្រិមត្តយើងមិនសិនជាចូលចិត្តវីដេអូរបស់ខ្ញុំបាទកុំភ្លេចជួយ follow page admin ផានិតម្នាក់មួយម្នាក់ពីរផងបាទហើយជួយ like ជួយ share ផងបាទទុកជាកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតអរគុណប្រិមត្តយើងជួបគ្នាវីដេអូក្រោយ